បាទជំរាបសួរបងប្អូនយើងទាំងអស់គ្នាពីស្ដេចឡានលានរថយន្តបាទថ្ងៃនេះខ្ញុំបាទចង់មកចែករំលែកនៅបទពិសោធន៍មួយចំនួនដែលយើងខ្ញុំធ្វើការមួយរយៈចុងក្រោយនេះពាក់ព័ន្ធនឹងការប៉ូលាកញ្ចក់លុបស្នាមឆ្កូតនិងស្នាមដាមទឹកនៅលើកញ្ចក់រថយន្តរបស់ភ្ញៀវអញ្ចឹងហើយវីដេអូនេះដែរគឺយើងខ្ញុំធ្វើក្នុងគោលបំណងដើម្បីឲ្យបងប្អូនយល់ដឹងពីរបៀបរបបនៅក្នុងការថែរក្សាកញ្ចក់រថយន្តធ្វើយ៉ាងណាកុំឲ្យវាមានស្នាមឆ្កូតស្នាមកញ្ចៅស្នាមដាមទឹកបាទហើយសួរថាយើងខ្ញុំធ្វើវីដេអូអញ្ចឹងដើម្បីអីហេតុអីមិនរក្សាវីដេអូនេះរបៀបរបបបែបហ្នឹងជាការសម្ងាត់ទៅពីព្រោះកាលណាតែមានឡានមានកំហុសច្រើនមានឆ្កូតមានកញ្ចៅមានស្នាមដាមទឹកទៅយើងខ្ញុំនឹងអាចរកចំណូលពីសេវាកម្មទាំងអស់នឹងបានច្រើនដោយសារមានឡានយកមកធ្វើការងារប៉ូលាបោកប៉ូលាកញ្ចក់លុបស្នាមឆ្កូតនឹងច្រើនអញ្ចឹងយើងអាចរកលុយបានច្រើនបាទមិនចឹងទេគោលគំនិតរបស់ស្ថានីយ៍ស្ដេចឡានគឺស្រឡាញ់រថយន្តរបស់អតិថិជនដូចជាអតិថិជនស្រឡាញ់រថយន្តរបស់ខ្លួនដែរតាំងពីយើងបើកដំណើរការអាជីវកម្មរបស់ខ្លួនតាំងពីដើមឆ្នាំ2015 2016រហូតដល់ពេលនេះវាជិត10ឆ្នាំហើយគឺគោលគំនិតយើងគឺស្រឡាញ់រថយន្តអតិថិជនដោយអតិថិជនស្រឡាញ់រថយន្តរបស់ខ្លួនអញ្ចឹងវីដេអូនៅថ្ងៃនេះគឺជាការចែករំលែកបទពិសោធន៍ដោយសុទ្ធចិត្តមិនមានគោលបំណងផ្សេងទេបាទចំពោះកញ្ចក់រថយន្តដែលឆ្កូតបទពិសោធន៍ទី1ដែលយើងខ្ញុំបានជួបប្រទះគឺកើតឡើងដោយសារការយករថយន្តទៅប៉ូលាខុសបច្ចេកទេសហើយតែខ្ញុំថាប៉ូលាខុសបច្ចេកទេសនៅស្រុកខ្មែរយើងនៅមានច្រើនកន្លែងនៅឡើយទេនិយាយនេះមិនមានន័យជា message ជាសារវិជ្ជមានទៅកាន់កន្លែងប៉ូលាណាមួយទេពីព្រោះយើងប្រកបរបរដូចគ្នាក៏ប៉ុន្តែខ្ញុំនិយាយអំពីកំហុសទូទៅដែលកើតឡើងពីការប៉ូលាតែប៉ុណ្ណោះទី1គឺពេលដែលគាត់យករថយន្តទៅប៉ូលាបងជាងប៉ូលាខ្លះគឺគាត់យកម៉ូទ័រប៉ូលាគាត់យកម៉ូទ័រប៉ូលាដាក់ប៉ុងហើយថ្នាំប៉ូលាយើងប្រភេទ buffing compound ដែលគ្មានគុណភាពណាខ្ញុំទីហោថ្នាំខ្ញុំជឿថាបងប្អូនខ្លះគាត់បានដឹងហើយថ្នាំមួយកំប៉ុង 8000 10000 ជាងណាយកមកដាក់លើប៉ុងហើយគាត់ប៉ូលាឡានហើយក៏ប៉ូលាកញ្ចក់ឲ្យភ្ញៀវខ្ញុំថាឡើយថ្នាំឡានឡើងកញ្ចៅទោះបីជាកញ្ចក់ក៏ឡើងកញ្ចៅដែរដោយសារថ្នាំប្រភេទទាំងអស់នោះគឺទី1វាឆាប់កកហើយពេលដែលវាកកវាដូចដុំថ្មយើងអញ្ចឹងយើងយកអាថ្នាំនោះទៅរុញលើកញ្ចក់ឡានរុញពីមួយកន្លែងទៅមួយកន្លែងទៀតគឺយកដុំថ្មវិលលើកញ្ចក់ឡានអញ្ចឹងវាធ្វើឲ្យកញ្ចក់ឡានរបស់យើងហ្នឹងវាមានស្នាមកញ្ចៅគេគូតខ្យល់អញ្ចឹងហ្នឹងជាកំហុសទី1កំហុសទី2ឡានខ្លះគាត់មានស្នាមដាមទឹកឡានខ្លះគាត់ឆ្កូតអញ្ចឹងហើយគាត់យកទៅកន្លែងជាសេវាកម្មដែលគេអាចមានបាត់កន្លែងប៉ូលាអញ្ចឹងណាអញ្ចឹងទៅកន្លែងហ្នឹងគឺជាងប៉ូលាណាបុគ្គលិកប៉ូលាដែលគាត់ពេលខ្លះយើងមិនបន្ទោសគាត់ទេដោយសារការបដិបដាក៏ដូចជាបទពិសោធន៍របស់គាត់អាចមានកម្រិតឬក៏គាត់មិនមានផលិតផលបច្ចេកទេសពាក្យថាផលិតផលបច្ចេកទេសបានផលិតផលដែលប្រើចំគោលដៅថាប៉ូលាកញ្ចក់ឲ្យដឹងប៉ូលាកញ្ចក់ប៉ូលាឡានឲ្យដឹងប៉ូលាឡាននេះខ្ញុំចង់មានន័យអញ្ចឹងគាត់យកទៅហ្នឹងគឺគេយកគេអត់មានថ្នាំអត់មានអីធ្វើអញ្ចឹងពេលដែលគាត់ឃើញកញ្ចក់គាត់ស្នាមដានទឹកកញ្ចៅអីហ្នឹងគេយកกระดาษខាត់ទៅខាត់กระดาษខាត់យើងដោយសារគាត់ប៉ូលាចេញទៅគាត់យកกระดาษខាត់ទៅខាត់กระดาษខាត់យើងយកមកខាត់ឡានខាត់អីហ្នឹងវាមិនទាន់និយាយដល់กระดาษខាត់មួយចំនួនដែលគ្មានគុណភាពផងហើយគាត់យកមកខាត់លើកញ្ចក់ឡានភ្ញៀវហ្នឹងខាត់ទៅវាស្នាមកระดาษខាត់ហ្នឹងអញ្ចឹងក៏ខូចវាជាកំហុសមួយទៀតហើយមានខ្លះទៀតនោះលើសពីហ្នឹងថែមទៅយកដៃដុសឆ្នាំងទៅដុសលើកញ្ចក់ភ្ញៀវទៀតផងបាទអញ្ចឹងហើយហ្នឹងសិតជាបញ្ហាមួយទៀតដែលជាបទពិសោធន៍របស់យើងខ្ញុំហើយយើងជួបទាំងគឺទឹកថ្នាំ coating ទឹកថ្នាំ coating រថយន្តដែលគាត់អញ្ជើញជាវពីជាវគាត់អញ្ជើញជាវខ្លួនឯងឬក៏គាត់អាចទៅជាវសេវាកម្មតែណាខ្លះខ្ញុំទីហោណាប៉ុន្តែយើងនិយាយថាភ្ញៀវគាត់ជាវពីតាមអនឡាញឬក៏នៅតាមម៉ាតមួយចំនួនដែលយើងហៅថា home product គាត់ទៅទិញយកមកធ្វើ coating ខ្លួនឯងអញ្ចឹងកាលណាគាត់ធ្វើ coating ខ្លួនឯងទី1វាអាចប្រឈមនឹងការខុសគោលការណ៍ណែនាំមកគេគាត់ធ្វើអត់ត្រូវ instruction ណាអញ្ចឹងវាសល់អាកំណត់ទឹកថ្នាំ coating នៅលើកញ្ចក់វាធ្វើឲ្យកកវាធ្វើឲ្យឬក៏វាគាត់មិនបានជូតឲ្យស្អាតឲ្យអីឬក៏ពេលខ្លះទឹកថ្នាំ coating នឹងទៀតសោតវាគ្មានគុណភាពពិតប្រាកដឬក៏ទឹកថ្នាំដែលគ្មានម៉ាកយីហោត្រឹមត្រូវអញ្ចឹងសិតតែនាំឲ្យមានបញ្ហាអញ្ចឹងដល់ពេលគាត់យកអាទឹកថ្នាំទាំងអស់នោះយកទៅប្រើលើកញ្ចក់ពេលដែលប្រើយូរថ្ងៃយូរខែទៅវាកកនៅលើកញ្ចក់នោះដូច
វាបនជាប់គ្នាជាមួយសាច់កញ្ចក់ដោយសារកម្ដៅថ្ងៃស្រុកយើងវាក្ដៅហើយយើង coating កញ្ចក់នៅរដូវប្រាំងនេះអញ្ចឹងទៅចឹងហើយពេលដែលវាកកជាប់សាច់កញ្ចក់ហើយគាត់អត់ដឹងធ្វើម៉េចវាមើលទៅវាស្អាតវាឡកវាអីឬក៏គាត់បក់ផ្លិតទឹកអត់ស្អាតវានៅសល់តំណក់ទឹកនៅសល់អីអញ្ចឹងណាអញ្ចឹងគាត់ក៏យកទៅជាសេវាកម្មប៉ូលីឬក៏គាត់ធ្វើខ្លួនឯងគាត់ខាត់กระดาษខាត់ឬក៏គាត់មើល YouTube ទៅគាត់យកដៃដុសឆ្នាំងមកឬក៏គាត់យកសាប៊ូលាងចានយកមកដុសមកអីអញ្ចឹងទៅអញ្ចឹងវាធ្វើឲ្យបញ្ហាកាន់តែធំឡើងបញ្ហាមួយទៀតគឺការលាងឡាននៅផ្ទះបាទទៅធ្វើកញ្ចក់ដាមទឹកដែរព្រោះការលាងឡាននៅផ្ទះសូមឲ្យបងលាងឡានជូតឲ្យស្ងួតនៅលើកញ្ចក់ហើយចំពោះសាប៊ូលាងឡានក៏ត្រូវតែជាសាប៊ូលាងឡានហើយមិនអាចយកសាប៊ូបោកកៅអៅឬក៏សាប៊ូលាងចានយកមកលាងឡានទេហើយកសែងក៏អញ្ចឹងដែរបាទអញ្ចឹងពេលដែលលាងទៅពេលជូតអត់ស្ងួតទៅវាដាមទឹកនៅលើកញ្ចក់នោះយូរទៅវាស៊ីគ្នាជាមួយនឹងសាច់កញ្ចក់វាបូនជាប់នឹងវាធ្វើឲ្យខូចកញ្ចក់ដូចគ្នាចំណុចដែលនាំឲ្យកញ្ចក់ឆ្កូតមួយទៀតដែលយើងខ្ញុំបកកាយមិនបានហ្នឹងគឺបើផ្សោតឡើងទៅគឺភាគច្រើនហ្នឹងគឺទៅលើផ្លិតទឹកដែលគាត់បងភៀវរបស់យើងហ្នឹងគាត់បដូរហ្នឹងគឺភាគច្រើនបំផុតដែលធ្វើឲ្យឆ្កូតហ្នឹងគឺផ្លិតទឹកខ្លះគាត់ຕົកហួសអាយុកាលគាត់ប្រើដឹងទៅវាដាច់កស៊ូទៅវាបក់ទៅវាឆ្កូតឬក៏ផ្លិតទឹកខ្លះទៀតគាត់បដូរដោយជាផ្លិតទឹកគ្មានគុណភាពមានម៉ាកយីហោត្រឹមត្រូវអញ្ចឹងវាឆាប់រឹងតែប្រើនៅត្រង់តៅថ្ងៃអញ្ចឹងពេលបក់ទៅវាឆ្កូតឬក៏ការបក់របស់គាត់អាចថាយើងនិយាយថាបក់ខុសจากប្រទេសទៀតចុះព្រោះពេលខ្លះការដែលបក់ទាំងដីបាទអត់ចុចទឹកទេវាគាត់បក់ទៅតែថាគាត់ឃើញដីនៅលើហ្នឹងអញ្ចឹងគាត់បក់វប់អញ្ចឹងក៏អត់ចុចទឹកទេអញ្ចឹងវាបក់លើដីហ្នឹងវាឆ្កូតលើកញ្ចក់ហ្នឹងអញ្ចឹងទៅពេលខ្លះទៀតនោះផ្លិតទឹកដែលគាត់ជាវពីកន្លែងលក់ទៅគាត់គេដាក់អត់ល្អដាក់ទៅវាខ្វះគេហៅថាខ្វះបច្ចេកទេសឬក៏ដាក់អត់ជាប់អត់អីអញ្ចឹងទៅនៅពេលហ្នឹងវាពេលដែលគាត់បក់នៅថ្ងៃណាមួយវារបូតអាកស៊ូផ្លិតទឹកហ្នឹងណាពេលដែលវារបូតអញ្ចឹងទៅវាសល់តែដែកដែលវាសល់តែដែករបស់វានោះឆ្កូតឆ្អឹងរបស់វាហ្នឹងគឺឆ្កូតទៅលើកញ្ចក់តែម្ដងហើយអាហ្នឹងសិតតែរឿងពិបាកកែមែនតើបទពិសោធន៍មួយទៀតដែលយើងខ្ញុំអាចចែកម្លែកគឺរឿងបិទ UV បាទវីដេអូនេះតែក៏សុំទោសមិនបានសំដៅលើថាមិនឲ្យភ្ញៀវទៅបិទ UV ឬក៏កន្លែងបិទ UV គាត់មិនចេះបិទធ្វើឲ្យឆ្កូតកញ្ចក់ភ្ញៀវទេប៉ុន្តែក៏មានកញ្ចក់មួយចំនួនតាមបទពិសោធន៍របស់យើងកន្លងទៅយើងសង្កេតឃើញថាកើតឡើងដោយសារការបិទ UV ដោយមិនប្រយ័ត្នមានន័យថាកន្លែងខ្លះគឺគាត់បិទ UV ឬក៏ជាឡាមរបស់គាត់ហ្នឹងគាត់ជាលើកញ្ចក់គេមកទៅវាសល់ស្នាមកាបិតរបស់គាត់ហ្នឹងកាបិតដែលគេបិទ UV ហ្នឹងសល់ស្នាមនឹងស្នាមប៉ុនសរសៃសក់ហើយក៏យកមកកន្លែងយើងដើម្បីប៉ូលីឡើងវិញដែរអញ្ចឹងនេះសិតតែជាបទពិសោធន៍មួយចំនួនដែលយើងខ្ញុំអាចចែកម្លែកជូនភ្ញៀវហើយសង្ឃឹមថាវីដេអូនេះគឺនឹងជួយឲ្យភ្ញៀវមានបទពិសោធន៍ក៏ដូចជាគោលគំនិតខ្លះធ្វើយ៉ាងណាជៀសវាងឲ្យបាននៅការប៉ូលីខុសបច្ចេកទេសការយកกระดาษខាត់ទៅខាត់លើកញ្ចក់យកដែកដុសឆ្នាំងទៅដុសការប្រើសាប៊ូលាងចានទៅដុសលើកញ្ចក់មានខ្លះប្រើថ្នាំច្រេះទៀតហើយក៏ដូចជាផ្លិតទឹកសូមពិនិត្យមើលត្រឹមត្រូវហើយការបិទ UV សូមផ្ដាំផ្ញើជាងឲ្យគាត់ប្រយ័ត្នកុំឲ្យធ្វើយ៉ាងណាកុំឲ្យឆ្កូតបាទយើងសង្ឃឹមថាវីដេអូនេះបានទៅដល់បងប្អូនយើងអស់គ្នាហើយនឹងឈរជាប្រយោជន៍យ៉ាងណាកុំឲ្យកញ្ចក់របស់យើងកើតឡើងកើតភាពឆ្កូតក៏ដូចជាមានស្នាមដាំទឹកដូចជាមានកំហុសផ្សេងដោយសារការធ្វើប្រហែសដូចខ្ញុំបានរៀបរាប់ខាងលើបាទតែបើសិនជាមានបញ្ហាទាំងអស់ហ្នឹងហើយបងប្អូនអាចអញ្ជើញយកមកស្ថានីយ៍ស្ដេចឡានយើងខ្ញុំនឹងព្យាយាមដោះស្រាយបញ្ហាទាំងអស់នេះជូននៅអស់ប្រយ័ត្នភាពហើយបើផ្សោតយើងកន្លងទៅគឺយើងអាច recover កញ្ចក់ជូនគ្នាឡើងវិញទោះបីជាយើងមិនហ៊ាននិយាយថា 100% តែយើងអាចrecover ឡើងវិញបានចន្លោះពី70ទៅ95%បាទអញ្ចឹងថ្ងៃនេះខ្ញុំមានតែប៉ុណ្្នឹងទេយើងសង្ឃឹមថាអាចជួបគ្នានៅវីដេអូក្រោយៗទៀតដើម្បីជាប្រយោជន៍នៅក្នុងការថែទាំរថយន្តទាំងអស់គ្នាបាទជំរាបលាពីស្ថានីយ៍ស្ដេចឡានបាទ